បាទហើយថ្ងៃនេះខ្ញុំបាទក្នុងនាមមេឃុំជីផាតបាទសូមធ្វើការបំភ្លឺកិច្ចការមួយចំនួនដែលបងប្អូនជាបរិវត្តនៅបច្ចុប្បន្នក៏ដូចជាក្រៅបច្ចុប្បន្នផងដែរដែលបាននាំពាក្យពេចមួយចំនួនដែលរឿងមិនពិតបាទរឿងមិនពិតឬក៏មិនច្បាស់លាស់បាទទៅជំរាបដល់ថ្នាក់ដឹកនាំខាងលើបាទធ្វើឲ្យមានបញ្ហាកើតឡើងបាទតកតងបញ្ហានេះបាទទី1គឺពាក់ព័ន្ធនឹងបញ្ហាស្ពានបាទដែលបញ្ហាដែលឬស្ពាននេះគឺដែលចោតប្រកាន់ថាថ្នាក់ដឹកនាំគាត់ឲ្យស្ពានម៉ាឡេហើយមិនទទួលយកបាទនេះជារឿងមិនពិតទេបាទពីព្រោះអីធម្មតាទាំងខ្ញុំក៏ដូចជាប្រជាពលរដ្ឋផ្ទាល់នៅក្នុងឃុំរបស់យើងនេះតែងតែទទួលចង់បានស្ពានបាទតែងតែទទួលចង់បានស្ពានពិតប្រាកដមែនបាទជាក់ស្ដែងនៅក្នុងឆ្នាំ2012ខ្ញុំបានធ្វើសំណើសុំទៅថ្នាក់លើដើម្បីឲ្យថ្នាក់ដឹកនាំបាទជួយសាងសង់ស្ពាននេះជូនប្រជាពលរដ្ឋបាទតែយ៉ាងណាមិនទាន់បានព័ត៌មាននេះមកទេហើយរហូតមកដល់ឆ្នាំ2022ខ្ញុំក៏បានធ្វើសំណើមួយទៀតដែលតាមរយៈអភិបាលស្រុកដូចជាអភិបាលខេត្តដែលមានលោកជំទាវមានឋានៈពូថងបាទចំណាឯកភាពរហូតដល់បាននាំសំណើនេះទៅដល់ក្រសួងអភិវឌ្ឍជនបទក្រសួងអភិវឌ្ឍជនបទលោកក៏បានគិតគូរហើយក៏បានឲ្យក្រុមការងារជំនាញមកសិក្សាបាទសិក្សាហើយរហូតដល់មានឲ្យក្រុមបច្ចេកទេសបាទបោះវែងបាទក្នុងនោះដែលស្ពាននេះក្រោយពីការសិក្សានេះឃើញថាមានប្រវែងឆ្ងាយព្រោះសមដែរគឺ162ម៉ែត្របាទទាំងក្បាលស្ពានបាទហើយបន្ទាប់មកទៀតក៏យើងមានការប្រកាសពេលបើកការដ្ឋានធ្វើផ្លូវកស៊ូនេះមានក្រសួងទេសចរក៏ដូចជាខាងក្រសួងអភិវឌ្ឍជនបទលោកបានប្រកាសឲ្យថាគាត់នឹងយកចិត្តទុកដាក់គ្រោងរៀបចំធ្វើស្ពាននេះបន្តពេលដែលបានផ្លូវកស៊ូហើយបាទអញ្ចឹងទេខ្ញុំជំរាបដល់ជាក់ស្ដែងគឺទាំងខ្ញុំទាំងថ្នាក់ដឹកនាំកម្ពុជាលោកបានយកចិត្តទុកដាក់ចំពោះការគ្រោងរៀបចំសាងសង់ស្ពាននេះបាទនៅពេលដែលផ្លូវកស៊ូហើយតែគាត់ថាយើងចង់បានភ្លាមវាមិនបានដូចអ្វីដែលពលរដ្ឋយើងចង់បានគឺបាទគឺតាមជំហានព្រោះថាថ្នាក់នាំកម្ពុជាលោកបានគិតគូរមិនថាតែឃុំយើងមួយទេទូទាំងប្រទេសគឺរាប់ពាន់ឃុំបាទទូទាំងប្រទេសអញ្ចឹងទេគាត់តែរងចាំយូរបន្តិចបាទហើយចំណុចទី1ចំណុចទី2តកតងទៅនឹងថាសាឡុងឡើងថ្លៃបាទកន្លងមកនេះខ្ញុំបានធ្វើសាឡាងនេះដើម្បីចម្លងជូនប្រជាពលរដ្ឋតាំងពីរយៈពេលយូរដែរហើយចូលជិត10ឆ្នាំហើយបាទហើយតម្លៃដែលបានដាក់នោះគឺឯកភាពជាមួយប្រជាពលរដ្ឋតម្លៃ 20000 ពេលនោះគឺអត់មានឡានទេបាទឡានក្នុងគុំជីផាតពីមុនមានតែ2គ្រឿង3គ្រឿងទេរហូតមកដល់បច្ចុប្បន្ននេះពេលបាត់តែមានការអភិវឌ្ឍមែនប៉ុន្តែក៏ប្រជាពលរដ្ឋមិនទៅមានធនធានច្រើនទេមានឡានតែ9គ្រឿងប៉ុណ្ណោះបាទហើយក៏ដូចជាមានឡានភ្ញៀវអីមួយចំនួនដែរមកដើរលេងហើយការឡើងថ្លៃនេះគឺខ្ញុំឡើងដោយសារវាប្រេងមួយកានពេលដែលមានវិបត្តិកើតឡើងនេះគឺប្រេងមួយកានវា200,000ទៅ23,000អញ្ចឹងខ្ញុំក៏ឡើងតាមតែរយៈពេលខ្លីទេ20ជាងថ្ងៃទេដល់ប្រេងចុះមកមួយកាន16,000 17,000ក៏ខ្ញុំចុះធម្មតាវិញបាទហើយការឆ្លងកន្លងមករយៈពេលជិត10ឆ្នាំហើយវាអត់មានឡានច្រើនទេបាទទើបតែមានផ្លូវកស៊ូថ្មីនេះបាទដើមឆ្នាំ
ปีปอนมาไฟแบบมวยนี่บาทไอ้เพียวเจ็ดอันตรายเจ็ดลูกมาเลยนี่คือตื่นแต่ปรามสัปดาห์เดย์บาทให้ขนมมวยสัปดาห์เป็นแต่ไงเศร้าหาเต็ดบาทก็เอาไว้ได้จูบกาหลุมบะบอกยมนู้บองโอนเพียวเจ็ดอันตรายเจ็ดท่าปีเมินไล่ตามเปิดปัญหาไปชมนกขนมรูปบาตัวคือจะตรงนึงตะไคร้บาทตะไคร้สลองเวปกเลือนนะบาทจะไปบักไข่ไปไข่ไปซีจะซีคลังอย่างเต้ไปหลังจุ่มๆดองอ๋อถ้าไปการเจริญบาทไทยปีมุนออนเวนลานทองคือไม่แต่คำจุ่มคำไก่ชนะคือไม่อ่อยแต่บานฉลองไปเจียบรถเตาเมาให้ออนเวนเจริญเต้ให้การฉลองนั่นคือจะฉลองรงจำมารงจำเดี๋ยวท่ารงจำไปเรียได้ประมุขเรียรัฐบาลคือเปลี่ยนเอาเป็นประมุขท่านน้องก็ลุกมือเคยท่าคมยืงปัจจุบันเมียนเกี่ยวกับท่าเมียนnhiều chiếc ở đặc biệt mình lên cho ban đã được nói còn mưa khơi ban sang xong chiếc trong có nước đầy và tầng điểm đáy đọc và nhưng mình viên sát tha mình ao thử tiên và nhưng mình ai cái vìបញ្ហានេះទេគឺយ៉ាងម៉េចឲ្យតែបានស្ពានគឺពួកខ្ញុំអរគុណច្រើនណាស់ហើយស្ពាននេះបាទហើយចឹងបានថាខ្ញុំជំរាបបន្តិចទៀតថាក្រុមមួយចំនួនតូចទេដែលថាប្រវែងព្រែកនេះវាមាន50ម៉ែត្រតាមពិតវាការវាស់វែងនឹងដែលក្រុងដំណើរការធ្វើស្ពានពេលខាងមុខនេះគឺវា162ម៉ែត្របាទ162ម៉ែត្រដែលក្រសួងអវត្តយន្តបាទលោកបានសិក្សារួចរាល់ហើយបាទនេះបាទសូមនាំមេត្តាជ្រាបចំពោះបញ្ហានេះ